ខ្ញុំសម្រាប់ចិត្តថានឹងធ្វើម៉ូតូរបស់ខ្ញុំមួយនេះឲ្យស្អាតឡើងវិញទាំងអស់ព្រោះថាមួយរយៈក្រោយនេះឃើញថាគ្នាមានសភាពចាស់មែនតើហើយណាមួយខ្ញុំចង់មានគោលដៅមួយជិះម៉ូតូដើរលេងឲ្យបានកន្លែងឆ្ងាយអញ្ចឹងហើយយើងត្រូវតែធ្វើវាឲ្យស្អាតឲ្យថ្មីឡើងវិញដើម្បីកុំឲ្យយើងទៅឆ្ងាយមានបញ្ហារឿងដំបូងបំផុតគឺចាប់ផ្ដើមពីធ្វើម៉ាស៊ីនមុនគេត្រូវទៅដោះមើលថាតើស្បែកអង្គយ៉ាជាមួយនឹងចានអីមានបញ្ហាអីអត់បើសិនជាមានយើងត្រូវទៅដូរបន្ទាប់ពីដោះមើលមកគឺឃើញថាស្បែកអង្គយ៉ាមានការឆេះអស់ហើយចានក៏មានបញ្ហាដែរចឹងហើយគឺត្រូវដូរឡើងវិញថ្មីហើយណាមួយម៉ាស៊ីនគឺជាបញ្ហាសំខាន់នៃម៉ូតូអញ្ចឹងគឺយើងត្រូវធ្វើវាឲ្យបានស្អាតបាក់ជើងសម្រាប់ពួករៀងខាងក្រៅរបស់ម៉ូតូរបស់ខ្ញុំហ្មងគឺក៏ត្រូវធ្វើវាឲ្យថ្មីដូចគ្នាដែរអញ្ចឹងហើយឥឡូវនេះខ្ញុំកំពុងតែសម្រេចចិត្តថាគួរតែយកវាទៅផ្សារឲ្យបិទតែមឬក៏បាញ់ថ្នាំថ្មីយកមកហើយសម្រាប់កៅអៅម៉ូតូគឺខ្ញុំសម្រេចចិត្តថាដូរវាទៅពណ៌ស៊ីនរបស់វាគឺពណ៌ក្រហមហើយចង្កៀងខាងមុខដូរចង្កៀងហើយជាមួយនឹងដូរគុជថ្មីយកមកដោយសារតែគុជចាស់គឺប្រើយូរឆ្នាំទៅវាអស់ពលឺហើយកម្មក៏ត្រូវបាញ់ថ្មីឡើងវិញដែរចំពោះផ្លាកលេខគឺត្រូវជន់ថ្មីដូចគ្នាអញ្ចឹងកន្លែងណាដែលខ្ញុំដូរថ្មីបានគឺដូរកន្លែងណាដែលធ្វើបានគឺធ្វើហើយអ្នកនរគ្នាកុំភ្លេចរងចាំនៅរូបរាងថ្មីរបស់វាចង់ដឹងថាតើក្រោយពីធ្វើហើយទាំងអស់ហ្នឹងតើរូបរាងរបស់វាយ៉ាងណាដែរហើយខ្ញុំនឹងថតវីដេអូពីដំណើរការធ្វើម៉ូតូនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តដូចគ្នាហើយខ្ញុំចង់សួរអ្នកនរគ្នាមួយតើម៉ូតូស្អិចនេះគឺនៅក្នុងក្តីសម័យរបស់ណាគេខ្លះកាលពីជាង10ឆ្នាំមុនជួយ comment ខាងក្រោមប្រាប់ខ្ញុំម្នាក់មួយផងហើយជួបគ្នានៅវីដេអូពេញបាយបាយតបពីបកថ្នាំនិងខាត់រួចរាល់ថ្ងៃនេះគឺចូលដល់ការងារបាញ់ថ្នាំម្ដងហើយការងារបាញ់ថ្នាំនេះដែរគឺពួកខ្ញុំបាញ់ចែកជា2គឺទី1បាញ់ទឹកប្រាក់ឲ្យសប់ហើយទី2គឺបាញ់ថ្នាំអាឡូងពីលើហើយចំពោះកម្មគឺដំណើរការដូចគ្នាគឺត្រូវបាញ់ទឹកថ្នាំពណ៌ទឹកប្រាក់ហ្នឹងហើយនឹងបាញ់អាឡូងដូចគ្នាហើយអ្វីដែលសំខាន់មិនថាក្លុកក្លៀកកន្លែងណាទាំងខ្មងទាំងអីគឺខ្ញុំបាញ់វាឲ្យសប់ទាំងអស់មកកន្លែងនេះដែរគឺផ្សារហ្នឹងដោយសារតែខ្ចៅស្ទះស៊ីម៉ាំងគឺវាបាក់ហើយជាងនេះដែរមិនត្រឹមតែចេះធ្វើម៉ូតូទេគឺត្រូវផ្សារត្រូវបាញ់ថ្នាំមិនខ្វល់តែកន្លែងណាមើលឃើញឬមិនឃើញទេគឺខ្ញុំចង់ឲ្យបាញ់ទាំងអស់ដើម្បីឲ្យវាស្អាតគ្រប់កន្លែងមកហើយស៊ីម៉ាំងនេះដែរគឺវាមានថ្នាំបាញ់របស់វាមិនមែនថ្នាំធម្មតាទេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាទៅទិញអាចប្រាប់គេថាថ្នាំបាញ់ស៊ីម៉ាំងបានដោយសារតែវាមានការទុកកម្ដៅក្ដៅខ្លាំងក៏វាអត់ល្អអីដែរតាមបទពិសោធន៍របស់ខ្ញុំកាលមុនខ្ញុំធ្លាប់បាញ់ម្ដងដែរគឺវាល្អអត់មានងាយល្អអត់អីទេហើយបើសិនជាអ្នកនរគ្នាយកអាថ្នាំកំប៉ុងយើងធម្មតាបាញ់គឺប្រកាសជាល្អនឹងប្រើអត់កើតទេហើយដំណើរការនៃការបាញ់ថ្នាំទាំងអស់ទាំងខ្ញុំយកគេបាញ់នឹងបាញ់ខ្លួនឯងសរុបទាំងអស់ប្រហែលជាចំណាយអស់រយៈពេល3ថ្ងៃដែរទៅវាស្ងួតហើយទីទៀតខ្ញុំនឹងរៀបវាឲ្យអ្នកនរគ្នាបានឃើញតើការបាញ់ថ្នាំទាំងអស់ហ្នឹងមិនដែរទាំងខាងខ្ញុំទាំងខាងគេជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងតោះទៅមើលទាំងអស់គ្នាឥឡូវនេះការបាញ់ថ្នាំហើយទាំងអស់ហើយអ្វីដែលខ្ញុំរងចាំគឺផ្លាកលេខជាមួយនឹងស៊ុំចង្គៀងការងារបន្ទាប់គឺនឹងចាប់កៅអៅជាមួយនឹងចាប់គ្រឿងក្រៅអីឡើងវិញចូលទាំងអស់ហើយចំពោះបងប្អូនដែលគាត់តែងតែសួរខ្ញុំថាតើការរៀបចំម៉ូតូឡើងវិញហ្នឹងគឺចំណាយអស់ប៉ុន្មានខ្ញុំនឹងសរុបរួមហ្មងនៅក្នុងវីដេអូពេញនៅពេលដែលម៉ូតូនេះធ្វើហើយក៏អរគុណអ្នកនរគ្នាដែលតែងតែចង់មើលភាគតទៀតខ្ញុំពិតជានឹកស្មានដល់ទេថាវីដេអូដែលខ្ញុំធ្វើពីការរៀបចំម៉ូតូនេះគឺទទួលបានការមើលច្រើនហើយសង្ឃឹមថានៅពេលដែលខ្ញុំរៀបចំម៉ូតូនឹងធ្វើវីដេអូពេញហើយអ្នកនរគ្នានឹងចូលចិត្តដូចគ្នាអរគុណអ្នកទាំងអស់គ្នាហើយជួបគ្នានៅវីដេអូពេញនៅពេលដែលខ្ញុំរៀបចំរួចរាល់នឹងធ្វើឲ្យទាំងអស់ថ្ងៃនេះមកអាប់ដេតការងារធ្វើម៉ូតូយើងតទៀតចំពោះចង្កៀងខាងមុខហ្មងគឺខ្ញុំយកចង្កៀងស៊ីនរបស់វាមកដាក់ហើយគុជហ្នឹងក៏ដូរថ្មីដូចគ្នាកម្របហ្នឹងគឺកំពុងតែកំងអញ្ចឹងចាំវាមកកៅអៅម៉ូតូដែរគឺខ្ញុំសម្រេចចិត្តថាបាញ់វាក្រហមឲ្យស្អាតឡើងវិញប៉ុន្តែមុននឹងយកទៅបាញ់គឺត្រូវលាងទឹកវាឲ្យស្អាតសិនហើយចំពោះការបាញ់ដែរគឺកន្លែងណាដែលវាបាក់បែកឯងខ្ញុំឲ្យគាត់សានឹងរៀបចំឲ្យស្អាតឡើងវិញទាំងអស់ហើយចំពោះពណ៌គឺខ្ញុំកំងពណ៌ក្រហមម្ទេសទុំតម្លៃគាត់យកខ្ញុំ$40តើថ្លៃអត់អ្នកនរគ្នាបញ្ជាក់តិចខ្ញុំមិនមែនបាញ់ទាំងអស់ហើយអ្នកគ្នាខ្ញុំបាញ់តែកន្លែងដែលវាក្រហមស្រាប់ហើយកៅអៅដែលពណ៌ខ្មៅហ្នឹងគឺខ្ញុំយកឲ្យគេបិទឡើងវិញថ្មីគឺបិទស្គុតខ្ញុំអត់បាញ់ឡើងវិញហើយបិទស្គុតហ្នឹងគឺអស់35,000ប៉ុណ្ណឹងតើគិតថាមិនដែរហើយទាំងការបាញ់ថ្នាំហើយជាមួយនឹងការបិទស្គុតគឺខ្ញុំអត់មានតថ្លៃគាត់ព្រោះខ្ញុំចង់បានស្អាតចំពោះកម្មគឺខ្ញុំសម្រេចចិត្តថាបាញ់ខ្លួនឯងដោយសារតែវាអត់មាន
មានន័យបាក់បាញ់ដែរអ្នកនរគ្នាហើយខ្ញុំនឹងបាញ់ពណ៌ទឹកប្រាក់ឡើងវិញឲ្យវាស្អាតអាឡូងដើម្បីតែកម៉ូតូក៏ខ្ញុំត្រូវបកថ្នាំឲ្យស្អាតមុននឹងបាញ់ដើម្បីធានាបានថាពេលដែលយើងបាញ់ទៅគឺអាឡូងស្អាតហើយជាប់ល្អថាប្រាំងនេះគឺក្រោយពីការដុសមកគឺស្អាតថ្មីរើងហ្មងអ្នកនរគ្នាប្រាក់លេខក៏ខ្ញុំកំពុងតែយកទៅឲ្យគេជន់ឡើងវិញដែរគឺអស់$45ហើយប្រហែលជាខ្ទង់8ថ្ងៃគឺបានសម្រាប់បូមគឺខ្ញុំដោះដូរ Ford មកជាងដោយសារតែវាបែក Ford ហើយ message នេះដែរគឺអាសាខូចហ្មងគឺបូមហ្នឹងហើយចំពោះស៊ីម៉ាំងម៉ូតូក៏ខ្ញុំត្រូវការខាត់ដើម្បីបាញ់វាឲ្យស្អាតឡើងវិញដែរហើយអ្នកនរគ្នាវីដេអូអាប់ដេតគឺមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ